យ៉ាងណាក៏ដោយខ្ញុំបានលែងលេះជាមួយស៊ុនស៊ីវចៅហើយប្រសិនបើលៀនមានកូនពិតប្រាកដខ្ញុំនឹងរៀបការជាមួយនាងបងស្រីទីបំផុតបងរស់ហើយខ្ញុំដូចបងអីចឹងមើលទៅវូស៊ុនស៊ីនិងស៊ុនលៀននេះមានរឿងរបស់អ្នកផ្សេងទៀតនៅខាងក្នុងឆាប់ទៅអញ្ជើញគ្រូពេទ្យមកអាហេមិនបាច់ទេមិនហ៊ានរំខានលីចេងលោកយាទេអ្នកគិតថានេះជារឿងគ្រួសារតែមួយរបស់អ្នកមែនទេឈាមត្រកូលវូមិនអាចលីឡំបានទេមិនទាន់ទៅទៀតបាទលីចេងលោកយាតើត្រូវធ្វើម៉េចល្អទៅមើលទៅយប់ហើយពួកលោកយាគួរតែទៅផ្ទះវិញសិនទៅថ្ងៃស្អែកយើងអញ្ជើញគ្រូពេទ្យមកមើលសិនចាំនិយាយគ្នាទៀតតើផ្ទះរបស់អ្នកណាចង់អញ្ជើញគ្រូពេទ្យលីថុងលោកយាលីតៃហ្វូគឺជាគ្រូពេទ្យរោគស្ត្រីដ៏ល្បីល្បាញនៅក្នុងក្រុងមានគាត់ពិនិត្យជីពចរប្រកាសជាមិនខុសទេអញ្ចឹងសូមរំខានលីតៃហ្វូជួយមើលឲ្យគ្រួសារវូផងខ្ញុំពិនិត្យហើយគឺមិនចាំបាច់ឈប់ទេអ្នកនាងទ្រាំបានជាង2 ខែហើយអ្វីមានផ្ទៃពោះជាង2 ខែមិនមែនទើបតែតាក់ទងជាមួយវូស៊ុនហ្វីទេឬមេម៉ាយមានកូនពិតជាចម្លែកមែនមានផ្ទៃពោះជាង2 ខែតើជាបរិសុទ្ធព្រៃផ្សៃណាឆាប់ប្រាប់មកអាហោលីវឡាងជួយខ្ញុំផងលីវឡាងនៅចង់រត់ទៀតឬចាប់វាទៅអាហៃមើលយកវាត្រឡប់ទៅវិញមើលខ្ញុំនឹងចាត់ការអ្នកយ៉ាងម៉េចកុំវីទៀតកុំវីទៀតឈប់នាំត្រឡប់ទៅវិញទាំងអស់សំឡេងយំខ្សឹកខ្សួលជួយហូម្ដាយក្មេកអ្នកពិតជាមានបញ្ញាមែនដើមឡើយមេម៉ាយគ្រូសាវូមិនព្រមអញ្ជើញគ្រូពេទ្យទេគឺដោយសារខ្ញុំបានឲ្យលីតៃហ្វូ50កាក់រួចឲ្យគាត់ទៅដល់ទាន់ពេលពួកអ្នកមិនបានឃើញទេពេលវូស៊ុនស៊ីដឹងថាកូនក្នុងពោះមេម៉ាយស៊ុនមិនមែនជាកូនគាត់ខឹងខ្លាំងណាស់ឡើងទៅទាត់ស៊ុនលៀនមួយទំហឹងចុះលីវវិនឆៃវិញលីវវិនឆៃត្រូវបានគេវីស្ទ័រស្លាប់ត្រូវបានក្រុមគ្រួសារលីវយកទៅហើយក្រោយមកលីចេងមិនអនុញ្ញាតឲ្យយើងមើលទៀតទេឮថានឹងយកមេម៉ាយតូចទៅបោះចូលស្រះវូស៊ុនស៊ីក៏មិនបានល្អដែរឮថាត្រូវបានវីនឹងក្តាររាប់សិបដងសំមុខវាហ៊ានធ្វើបាបកូនស្រីខ្ញុំនេះគឺជាលទ្ធផលសំមុខវាហ៊ានធ្វើបាបកូនស្រីខ្ញុំនេះគឺជាលទ្ធផលប៉ុន្តែម៉ាក់គ្រួសារយើងមិនសូវមានទេបងថ្លៃទី2ក៏ចិត្តសម្រាហើយខ្ញុំនឹងត្រឡប់ទៅនៅផ្ទះម្ដាយខ្ញុំវិញកុំបារម្ភមានម៉ាក់នៅនេះមិននឹងទុកឲ្យកូនអត់បាយបានក្នុងផ្ទះមានមនុស្សច្រើនមើលទៅថ្ងៃស្អែកត្រូវទៅទីប្រជុំជនដើម្បីទិញស្រាផលិតនៅផ្ទះខ្លះលក់ផ្លែឈើស្រស់នំប៉ាវឆ្ងាញ់កញ្ញានៅទីប្រជុំជនតូចនេះមានអ្វីល្អយើងគួរតែត្រឡប់ទៅវិញល្អជាងប្រសិនបើមានអ្នកមិនចេះមើលមុខប៉ះពាល់អ្នកនាងតើត្រូវធ្វើដូចម្ដេចមិនមែនលីយូនាងនោះទេឬបានកញ្ចក់មួយផ្ទាំងឆ្មើងឆ្មៃដល់កម្រិតណាខ្ញុំមិនជឿថាខ្ញុំរកអត់ឃើញរបស់ល្អដើម្បីយកឈ្នះនាងទេកញ្ញាផ្ទះខ្ញុំអាចនឹងមានរបស់ដែលអ្នកនាងចង់បានមេម៉ាយជនបទម្នាក់មានរបស់ល្អអីគ្រាន់តែចង់រកប្រយោជន៍ឆ្លៀតឱកាសនេះទេនាងចាស់នេះឈប់និយាយអត់ប្រយោជន៍កញ្ញាផ្ទះខ្ញុំមិនងាយបោកប្រាស់ទេមេម៉ាយមិនហ៊ាននិយាយអត់ប្រយោជន៍ក្មួយប្រុសខាងម្ដាយខ្ញុំធ្វើការនៅបាល់ឌីងហ្វូធ្លាប់បានកញ្ចក់មួយផ្ទាំងកញ្ចក់នេះមិនមែនធ្វើពីលង្ហិនទេប៉ុន្តែអាចចាំងរោមនៅលើមុខមនុស្សឃើញច្បាស់ក្រឡែតទំនងជារបស់ដែលកញ្ញាផ្ទះអ្នកនាងចង់បានត្រូវហើយគឺរបស់នេះហើយឆាប់យកមកឲ្យខ្ញុំមើលមកកញ្ចក់កែវនៅផ្ទះឯណោះបើកញ្ញាចង់បាន